បាទតម្រងនោះមកខាងនារីម្នាក់ក៏ប្រញាប់ប្រញាល់ទៅសួរនាំមន្ទីរពេទ្យដែលធ្លាប់បានជួបវះកាត់តែចុងក្រោយបើជាមិនអាចរកមូលហេតុឃើញទៅវិញនារីជនជាតិចិនម្នាក់មានការស្រឡាំងកាំងជាខ្លាំងបន្ទាប់ពីបានដឹងមកថានាងមានតម្រងនោមតែម្ខាងប៉ុណ្ណោះខណៈនាងបានបាត់តម្រងនោមខាងឆ្វេងដែលកន្លងមកនាងមិនធ្លាប់មានជំងឺអ្វីទាក់ទងទៅនឹងតម្រងនោមដែលនាំឲ្យឈានដល់ការវះកាត់តម្រងនោមនោះទេតែលុះក្រោយមកនាងទើបនឹកឃើញថាកាលពីថែនៅក្នុងវ័យជំទង់នាងធ្លាប់បានឆ្លងកាត់ការវះកាត់នៅត្រង់ចំណុចលំពេងនៅមន្ទីរពេទ្យមួយដែលជាហេតុធ្វើឲ្យនាងមានការសង្ស័យនិងរុះរាន់ទៅសួរនាំរកការពិតនេះបញ្យងតាមប្រភពវិសាព័ត៌មានសូហូដែលបានធ្វើការចុះផ្សាយនៅថ្ងៃទី1ខែតុលាឆ្នាំ2025តែតទៅនឹងរឿងរ៉ាវមួយនេះគឺបានកើតឡើងនៅក្នុងខេត្តសាន់ស៊ីប្រទេសចិនប្រភពព័ត៌មានដដែលបានរៀបរាប់ឲ្យដឹងបន្តទៀតថានារីដែលមានតម្រងនោមតែម្ខាងរូបនេះគឺមានឈ្មោះថាកៅជីងដោយការពីអំឡុងខែធ្នូឆ្នាំ2012កន្លងទៅស្ថិតនៅក្នុងអាយុ24ឆ្នាំនាងគឺបានទៅពិនិត្យសុខភាពទូទៅនៅឯមន្ទីរពេទ្យមួយកន្លែងនិងត្រូវបានគ្រូពេទ្យពិនិត្យឃើញថានាងបានបាត់តម្រងនោមខាងឆ្វេងភ្លាមនោះនាងមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងតែនៅមិនទាន់ជឿទាំងស្រុងឡើយនឹងបានគិតថាខាងគ្រូពេទ្យប្រហែលជាពិនិត្យឃើញខុសទើបនាងបានសម្រេចចិត្តទៅពិនិត្យមើលនៅឯមន្ទីរពេទ្យផ្សេងមួយទៀតយ៉ាងណាមិញលទ្ធផលដែលបានបង្ហាញមកយ៉ាងច្បាស់ថានាងគឺពិតជាបានបាត់តម្រងនោមខាងឆ្វេងពិតប្រាកដមែនដោយមិនបង្អង់យូរនាងក៏បានផ្ដល់ព័ត៌មានទៅកាន់ឪពុកម្ដាយហើយឪពុកម្ដាយក៏បានប្រាប់នាងថាតាំងពីតូចមកនាងមិនធ្លាប់មានជំងឺអ្វីពាក់ព័ន្ធទៅនឹងតម្រងនោមឡើយដូច្នេះគ្មានហេតុផលណាមួយដែលត្រូវវះកាត់យកតម្រងនោមចេញនោះទេលុះក្រោយមកនាងនិងឪពុកម្ដាយក៏បាននឹកឃើញថាកាលពីនាងមានអាយុ16ឆ្នាំនាងបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយធ្វើឲ្យប៉ះពាល់នៅត្រង់ចំណុចលំពេងនិងត្រូវបានគ្រូពេទ្យទាមទារឲ្យធ្វើការវះកាត់ជាបន្ទាន់ដើម្បីគេចផុតពីសេចក្តីស្លាប់ប្រភពព័ត៌មានដដែលក៏បានរៀបរាប់ឲ្យដឹងទៀតថាដោយមិនបង្អង់យូរនាងកៅជីងរួមទាំងឪពុកម្ដាយក៏បានយកឯកសារពាក់ព័ន្ធនឹងការវះកាត់របស់នាងនៅក្នុងមន្ទីរពេទ្យនោះទៅសួរនាំរកការពិតទោះបីជាយ៉ាងណាក៏ដោយខាងមន្ទីរពេទ្យគឺបានបង្ហាញពីការមិនអើពើទៅដល់ករណីបាត់តម្រងនោមរបស់នាងនិងបានផ្ដល់ចម្លើយយ៉ាងខ្លីមកថាពួកគេមិនដឹងអ្វីទាំងអស់បន្ទាប់ពីរងសម្ពាធពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកនិងមហាជនរួចមកទីបំផុតខាងមន្ទីរពេទ្យនោះក៏បានចេញមុខយល់ព្រមដោះស្រាយដោយបានបញ្ជូនសំណុំរឿងទៅកាន់តុលាការជាមួយនឹងគ្នានោះតុលាការក៏បានរកឃើញថានាងកៅជីងពិតជាមិនដែលមានប្រវត្តិកើតជំងឺអ្វីពាក់ព័ន្ធទៅនឹងតម្រងនោមនោះទេហើយចាប់តាំងពីតូចរហូតដល់ធំនាងធ្លាប់បានឆ្លងកាត់ការវះកាត់តែម្ដងប៉ុណ្ណោះកាលពីជួបគ្រោះថ្នាក់ចរាចរណ៍ដូច្នេះតុលាការក៏បានសន្និដ្ឋានថាខាងមន្ទីរពេទ្យនោះមានជាប់ពាក់ព័ន្ធទៅនឹងការបាត់តម្រងនោមរបស់នាងនៅបង្កប់ឲ្យទូទាត់សំណងជាទឹកប្រាក់ដល់នាងយ៉ាងណាក្តីឪពុកម្ដាយរបស់នាងកៅជីងគឺមិនបានយល់ព្រមក្នុងការទទួលសំណងឡើយដែលដាច់ខាតត្រូវតែស៊ើបរកមូលហេតុនៃការបាត់តម្រងនោមឲ្យឃើញក៏ព្រោះតែការដែលមានតម្រងនោមតែម្ខាងគឺពិតជាមានការប៉ះពាល់ខ្លាំងទៅដល់អាយុជីវិតម្យ៉ាងវិញទៀតទោះបីជាពេលនេះនាងកៅជីងមិនទាន់មានអ្វីធ្វើទុកនៅក្នុងខ្លួនគួរឲ្យកត់សម្គាល់ក៏ដោយតែថ្ងៃមុខមិនប្រកាសថានាងនឹងមិនអីរហូតឡើយហើយនេះនាងក៏បានបន្តប្តឹងតវ៉ាច្រើនលើកច្រើនសារដើម្បីទទួលបានការពិតប៉ុន្តែខាងមន្ទីរពេទ្យនៅតែមិនអាចរកចម្លើយឲ្យនាងបានដដែលជាចុងក្រោយនាងក៏បានបង្ខំចិត្តព្រមទទួលយកសំណងពីខាងមន្ទីរពេទ្យសរុបជាទឹកប្រាក់ចំនួន$370,000អាមេរិកដើម្បីបញ្ចប់រឿងចំពោះលទ្ធផលចុងក្រោយនៃករណីខាងលើនេះត្រូវបានគ្រួសាររបស់នាងកៅជីងខកចិត្តហើយប្រាក់សំណងដែលនាងទទួលបានក៏មិនអាចធានាបាននោះទេថាអាចព្យាបាលនាងឲ្យជាប្រសិនបើនាងមានជំងឺអ្វីកើតឡើងនៅថ្ងៃមុខបន្ថែមពីនេះទៀតវាក៏ជាករណីមួយដែលបានបង្ហាញឲ្យដឹងពីបញ្ហានៅក្នុងឧស្សាហកម្មវិទ្យាសាស្ត្រដែលធ្វើឲ្យប្រជាពលរដ្ឋកើតមានក្តីព្រួយបារម្ភក៏ព្រោះតែមន្ទីរពេទ្យគឺជាកន្លែងសង្គ្រោះជីវិតមនុស្សដែលមិនគួរឲ្យមានករណីបាត់អាយុជីវៈកើតឡើងនោះទេ